សមុទ្ររន្ធត់ក្នុងចិត្តករណីខ្លះគ្រាន់តែមើលរូបភាពខេសក៏ដឹងភ្លាមថាมันអាចពន្យាពេលព្យាបាលបានទៀតទេនោះក៏ដៅងារច្រើនតាដៅងារច្រើនណាបាទនេះពូមកហ្នឹងមើលលិខិតយល់ព្រមវះកាត់នេះតើអ្នកអាចទាយបានទេថាអ្នកជំងឺមកពីប្រទេសណាថ្ងៃនេះខ្ញុំបានទទួលអ្នកជំងឺប្រុសអាយុ50ឆ្នាំមកពីប្រទេសកម្ពុជាដោយសារខ្ញុំអាចនិយាយភាសាខ្មែរបានការសាកសួររោគសញ្ញានិងការពន្យល់អំពីជំងឺគឺងាយស្រួលណាស់អ្នកជំងឺឈឺប្រហែល10ថ្ងៃហើយត្រូវបានបញ្ជូនមកពីមន្ទីរពេទ្យឯកជនព្រោះលើសសមត្ថភាពព្យាបាលក្រោយពិនិត្យនិងមើលឃើញខ្ញុំបានពន្យល់ជាភាសាខ្មែរថានេះជាអាប់សធំមិនអាចជាសះស្បើយដោយថ្នាំអង់ទីប៊ីយ៉ូទិកតែមួយមុខបានទេហើយត្រូវវះកាត់បង្ហូរខ្ទុះអ្នកជំងឺយល់ច្បាស់ចុះហត្ថលេខាលើលិខិតយល់ព្រមជាភាសាខ្មែរហើយត្រូវបានវះកាត់តាមនីតិវិធីពេលវះកាត់យើងបានបង្ហូរខ្ទុះប្រហែល500មីលីលីត្របន្ទាប់មកលាងសម្អាតដាក់បំពង់បង្ហូរនិងបន្តព្យាបាលដោយថ្នាំអង់ទីប៊ីយ៉ូទិកខ្ញុំសូមផ្ដាំថាកុំមើលស្រាលដុំហើមឈឺដែលអូសបន្លាយច្រើនថ្ងៃជាពិសេសបើមានគ្រុនក្តៅការព្យាបាលឲ្យបានឆាប់នឹងជួយបង្ការផលវិបាកធ្ងន់ធ្ងរហើយបើបងប្អូនមកពីប្រទេសកម្ពុជាមកព្យាបាលនៅអានយ៉ាងសូមកុំបារម្ភខ្ញុំអាចនិយាយភាសាខ្មែរដោយផ្ទាល់ពន្យល់ពីជំងឺបានច្បាស់និងនៅជាមួយអ្នកជំងឺពេញមួយដំណើរការព្យាបាលដើម្បីឲ្យបងប្អូនមានអារម្មណ៍សុវត្ថិភាពនិងទុកចិត្ត